ក្នុងកលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវអ្នកអង្គការលេងនវត្រាបែងចែកក្រុមយុវជននិងសិល្បករជាច្រើនផ្នែកចុះសមរភូមិរៀបចំស្បៀងអាហារធ្វើត្រីងៀតគាំទ្រកងទ័ពនិងជនភៀសឹកក្នុងកលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវអ្នកអង្គការលេងនវត្រាប្រធានសហព័ន្ធយុវជនបុជាការពារយុត្តិធម៌បានចាត់ក្រុមយុវជននិងសិល្បករជាច្រើនផ្នែកចុះរៀបចំស្បៀងអាហារដល់សមរភូមិចុះប្រមូលទិញអំបុកផ្នែកប្រមូលត្រីងៀតផ្នែកធ្វើឆៃពៅផ្នែកអង្គនិងផ្នែកទទួលអំណោយសប្បុរសធម៌ពីបងប្អូនប្រជាពលរដ្ឋដើម្បីយកទៅចែកជូនដល់វីរៈកងទ័ពកំពុងឈរជើងការពារទឹកដីនៅបណ្ដោយព្រំដែននិងបងប្អូនប្រជាពលរដ្ឋភៀសឹកដែលភៀសខ្លួនដោយសារសង្គ្រាមឈៀនពានរបស់ថៃការចូលរួមរបស់ក្រុមយុវជនដឹកនាំដោយអ្នកអង្គការលេងនវត្រាធ្វើឡើងតាមរយៈការអំពាវនាវរបស់សម្ដេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5ហ៊ុនសែនអគ្គភស្តុភាកំពូលកងយុទ្ធពលខេមរភូមិន្ទគាំទ្រដល់កងទ័ពកម្លាំងគ្រប់ប្រភេទនិងជនភៀសឹកនៅពេលជួបការលំបាកស្មារតីសាមគ្គីភាពកាន់តែរឹងមាំការចូលរួមរបស់ក្រុមយុវជនគឺជាការចូលរួមមួយចំណែកលើកទឹកចិត្តដល់កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ